អនុញ្ញាតគ្រប់នឹងជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនលោកយើងតាពុកនេះមានកម្មារាកម្មារីជាពិសេសយុវជនយុវនារីទាំងអស់ដែលកំពុងតាមដានទស្សនាជាមួយនឹង Facebook វាសនា KHT គ្រប់នឹងជាទីរាប់អានគណៈពេលនេះគឺខ្ញុំបានវាសនារួមជាមួយនឹងបងបញ្ញាគឺកំពុងតែមកទឹកដីនៃខេត្តកំពង់ស្ពឺហើយទីនេះគឺជាទឹកដីនៃស្រុកថ្ពងខេត្តកំពង់ស្ពឺបងប្អូននៅពីក្រោយ background ដែលអ្នកទាំងអស់គ្នាបានឃើញនេះគឺជាទស្សនវិជ្ជាទាំងមូលនៃភ្នំអីគេខ្ញុំបានដឹងថាភ្នំជាភ្នំអីប៉ុន្តែអីដែលដឹងនោះគឺទីនេះគឺជារមណីយដ្ឋានជ្រាវបាទរមណីយដ្ឋានជ្រាវទាំងមូលដែលអ្នកទាំងអស់គ្នាមើលឃើញទេសភាពព្រៃភ្នំខៀវស្ងាត់អមជាមួយនឹងគេហៅថារដូវនេះគឺជារដូវប្រាំងរដូវវស្សាណាបងប្អូនម៉ោងពេលនេះគឺម៉ោង11ជាងជាម៉ោងដែលបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិទាំងអន្តរជាតិគាត់អញ្ជើញមកទស្សនាក៏ជាពេលដែលគាត់ត្រូវទទួលទានអាហារថ្ងៃត្រង់ដែរប៉ុន្តែនៅទីនេះគេហៅថាជាតិហ្វាមជាតំបន់មួយដែលផ្ដល់ភាពកក់ក្ដៅស្នាមញញឹមក៏ដូចជាភាពស្រស់ស្អាតអមជាមួយនឹងទេសភាពក៏ដូចជាសំឡេងប្រពែដែលកំពុងយកបងប្អូនមើលសត្វប្រពែជាក់ស្ដែងគឺទីនេះផ្ទាល់គឺជាគេហៅថាតំបន់ខ្លាញ់មែនទែននៃសត្វប្រពែប៉ុន្តែដោយសារតែអាកាសធាតុក្តៅធ្វើឲ្យប្រភេទទាំងអស់ហ្នឹងទ្រាំមិនបានគឺចូលទៅមកលុបអស់អាលិញបងប្អូនបើងាកខាងងាកទៅខាងនោះគឺថាទាំងមនុស្សទាំងប្រភេទគឺរកកន្លែងមកលុបដូចគ្នាបាទអ្នកណាមិនខ្លាចក្តៅប៉ុន្តែក្តៅយ៉ាងណាក៏ដោយថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ដំណើរកំសាន្តជុំគ្រួសារដំណើរកំសាន្តជុំមិត្តភ័ក្តិដំណើរកំសាន្តជុំមនុស្សជាទីស្រឡាញ់គឺថាវាពិតជាផ្ដល់នៅអនុស្សាវរីយ៍ជាច្រើនមែនទែនតែម្ដងកាមេរ៉ាមែនសុបាយអត់អូនថ្ងៃនេះសុបាយខ្លាំងហ៎អូខេឥឡូវហ្នឹងគឺយើងនៅគៀតហ្វាមណាដូចអ្នកទាំងអស់គ្នាបានឃើញចឹងថានៅពីខាងក្រោយនេះបន្ទាប់ពីយើងទទួលទានអាហារថ្ងៃត្រង់ហើយយើងនៅទៅត្រឡប់ទៅវិញបកទៅទស្សនាជាមួយនឹងគេហៅរមណីយដ្ឋានទឹកជ្រោះជ្រាវបាទខ្ញុំមកលើកនេះគឺលើកទី2ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានឃើញនៅវីដេអូបន្តពីខ្ញុំបាទអរគុណច្រើនបាយបាយ